ក្រៅពីអក្សរសិល្ប៍ឬក៏ក្រៅពីអត្ថបទរឿងអក្សរសិល្ប៍តើបងអូនត្រូវចេះអីទៀតដើម្បីត្រៀមទៅក្នុងការសរសេរតាញ់សេចក្តីផងបងអូនឲ្យបានល្អគេហៅថាការពារភាសាជាងព្យាបាលអញ្ចឹងបងអូនដឹងហើយថាការដែលបងអូនរៀនអក្សរសាស្ត្រខ្មែរឬក៏បងអូនរៀនសម្រាប់ត្រៀមសរសេរតាញ់សេចក្តីពេលប្រឡងបងអូនមើលឃើញច្រើនណាស់ថាការតាញ់សេចក្តីគឺជាការបើកគំនិតឬក៏ជាការប្រមូលយកនៅខ្លឹមសារទូទៅជាច្រើនឬក៏ចំណេះដឹងទូទៅជាច្រើនដែលបងអូនយល់ដឹងមកសរសេរចូលតាញ់សេចក្តីឬក៏មកបញ្ចេញពន្យល់នៅក្នុងការសរសេរផងបងអូនអញ្ចឹងតើបងអូនគួរតែមើលមេរៀនឬក៏ប្រភេទមុខវិជ្ជាណាខ្លះដែលវាពាក់ព័ន្ធមួយតាញ់សេចក្តីអញ្ចឹងក្រៅពីអក្សរសិល្ប៍អ្វីដែលបងអូនគួរតែមើលនិងមិនអាចរំលងបាននោះគឺមុខវិជ្ជាសិលធម៌ពលរដ្ឋវិទ្យាគឺវាផ្សារភ្ជាប់ជាមួយនឹងការសរសេរតាញ់សេចក្តីមែនតើពីព្រោះមានចំណេះដឹងទូទៅជាច្រើនដែលនៅក្នុងមុខវិជ្ជាមួយនេះដែលវាមានប្រយោជន៍សម្រាប់ការសរសេរតាញ់សេចក្តីអញ្ចឹងបងអូនអាចមើលរំលងបានទេបងអូនមើលមេរៀនពលរដ្ឋវិទ្យាស្មើនឹងបងអូនមានគំនិតនៅក្នុងការសរសេរតាញ់សេចក្តីដូចគ្នាពីព្រោះប្រធានខ្លះវាពាក់ព័ន្ធជាមួយនឹងសិលធម៌ពាក់ព័ន្ធមួយច្បាប់ពាក់ព័ន្ធជាមួយការឬក៏សកម្មភាពផ្សេងក្នុងសិភៅសិលធម៌ពលរដ្ឋគឺជាជំនួយការដ៏ល្អបំផុតដែលបងអូនគួរតែសិក្សារៀនសូត្រទី2គឺប្រវត្តិសាស្ត្រសៀវភៅប្រវត្តិសាស្ត្រគឺពិតជាពាក់ព័ន្ធជាមួយតាញ់សេចក្តីពិតប្រាកដមែនបងអូនដឹងហើយថានៅក្នុងការលើកអំណះអំណាងមិនអាចបាត់ប្រវត្តិសាស្ត្របានទេបើសិនជាករណីប្រធាននោះគ្មានដែនកំណត់ឬក៏ប្រធាននោះកំណត់ឲ្យបងអូនលើកប្រវត្តិសាស្ត្រមានតាំងពីសម័យនគរភ្នំសម័យចេនឡាសម័យអីផ្សេងជាច្រើនទៀតរហូតមកដល់សម័យកម្ពុជាប្រជាធិបតេយ្យអញ្ចឹងបងអូនលើកបងអូនពិតជាត្រូវការប្រវត្តិសាស្ត្រជាចាំបាច់មួយទៀតនោះគឺមេរៀនជាច្រើនទៀតដូចជាភូមិវិទ្យាក៏អាចនឹងពាក់ព័ន្ធចូលដែរបើសិនជាប្រធាននោះគឺផ្សារភ្ជាប់ជាមួយនឹងទីតាំងភូមិសាស្ត្រឬក៏តាញ់សេចក្តីនោះផ្សារភ្ជាប់ជាមួយនឹងទីតាំងភូមិសាស្ត្រអញ្ចឹងបងអូនត្រូវតែចាំបាច់ទេនៅក្នុងការសិក្សារៀនសូត្រហើយបងអូនក៏ត្រូវតែមើលទៅលើចំណេះដឹងទូទៅផ្សេងហើយរៀនវិភាគមើលទៅក្នុងសកម្មភាពសង្គមរៀនវិភាគរៀនពិចារណាតាមពិតណាបងអូនតាញ់សេចក្តីមិនមែនគ្រាន់តែទៅសេអូថាដាក់ឲ្យទៅសេតាញ់សេចក្តីគ្រាន់តែទៅសេទៅមិនមែនទេគឺស្មើនឹងការដែលស្ទង់នៅកម្រិតវប្បធម៌របស់បងអូនស្ទង់នៅចំណេះដឹងទូទៅរបស់បងអូនស្ទង់នៅផ្នត់គំនិតរបស់បងអូនអញ្ចឹងតាញ់សេចក្តីគឺមិនមែនគ្រាន់តែសរសេរដើម្បីប្រឡងទេគឺស្មើនឹងការស្ទាបស្ទង់មើលទៅលើចំណេះដឹងកម្រិតនៃចំណេះដឹងទូទៅផងបងអូនទាំងអស់គ្នាថាតើបងអូនជាទំពាំងតើបងអូនជាធនធានបែបណាមានគំនិតបែបណាមានផ្នត់គំនិតបែបណាទៅលើទស្សនៈមួយនឹងអញ្ចឹងមានអីឆ្ងល់បន្ថែមទៀតចាំសួរទៀតបានណាបាយបាយ